បាននៅរស់ហើយគួរចេះស្កប់បាននៅរស់ហើយគួរចេះស្កប់ជីវិតជាទ្រព្យជាដើមទុនខំប្រឹងព្យាយាមសន្សំបុណ្យត្រៃរតមានគុណគួរបូជារឿងក្នុងជីវិតពិតយ៉ាងហ្នឹងសិក្សាឲ្យដឹងធម៌ធម្មាអត់ធន់ឲ្យបានព្រះភគវាផុតកម្មវេរាដោយមេត្តារៀនយកគំនិតព្រះពុណ៌សុណាបរន្តៈមនុស្សយ៉ាងណាទោះជាកាច់កាប់វាយប្រហារពុណ៌គិតថាគួរគប្បីគេគ្រាន់តែពោលពាក្យស្ដីថាអត់មានប្រហារដោយអ្វីឬគេវាយគប់ដោយដុំដីប៉ុណ្ណឹងមានស្អីគេល្អហើយខន្តីមេត្តាគូគុណគប់បញ្ញាជាទ្រព្យទៅរកត្រើយបាននៅជីវិតប៉ុណ្ណឹងហើយកុំនៅកន្តើយប្រឹងសិក្សាជីវិតមានកម្មចាំឲ្យផលបាបអកុសលឬកុសលាមិនលុះអំណាចនៃអ្នកណាមិនឲ្យសុខាបានយូរឡើយសាមិសសុខជាអន្ទាក់យើងត្រូវតែភ្ញាក់រត់រោគត្រើយពុកបីមិនមែនស្រុកយើងឡើយសត្វកើតមកហើយតែងតែស្លាប់សត្វកើតមកហើយតែងមានទុក្ខដូចនៅក្នុងគុកគេចងចាប់ត្រូវតែរត់ចេញជាប្រញាប់ខំប្រឹងរកស្ដាប់ធម៌ទេសនាព្រះពុទ្ធទ្រង់ត្រាស់សច្ចធម៌មគ្គសច្ចបវរលះតណ្ហាទុក្ខនិរោធផុតទុក្ខាស្ដាប់ធម៌ទេសនាទៅនិព្វានកំណាព្យរបស់លោកគ្រូអគ្គមនិតបុត្រសវង្សដកស្រង់ចេញពី5000ឆ្នាំ